ហើយអ្វីអង្គការសហប្រជាជាតិប្រែក្លាយជាអត់ប្រយោជន៍ខ្លាំងម្ល៉េះបន្ទាប់ពីវិនាសកម្មនៃមហាសង្គ្រាមលោកលើកទី2អង្គការសហប្រជាជាតិឬ United Nations ត្រូវបានបង្កើតឡើងកាលពីឆ្នាំ1945ដែលមានបេសកកម្មចម្បងមួយគឺការពារមនុស្សជំនាន់ក្រោយពីគ្រោះមហន្តរាយនៃសង្គ្រាមដែលកាលនោះ UN មិនត្រឹមតែជាស្ថាប័នអន្តរជាតិមួយតែប៉ុណ្ណោះទេប៉ុន្តែវាគឺជាក្តីសង្ឃឹមដ៏ធំបំផុតរបស់ពិភពលោកក្នុងការរក្សាសន្តិភាពលើកកម្ពស់សិទ្ធិមនុស្សនិងជំរុញការអភិវឌ្ឍក្នុងធម្មនុញ្ញរបស់ UN បានចរិតនៅគោលការណ៍ដ៏សែនល្អខ្ពង់ខ្ពស់ដូចជាការគោរពអធិបតេយ្យភាពនៃរដ្ឋមួយការហាមឃាត់ការប្រើប្រាស់កម្លាំងឈ្លានពានរវាងប្រទេសមួយនិងប្រទេសមួយជាដើមប៉ុន្តែទោះជាយ៉ាងណាក៏ដោយការផ្ទុះឡើងនៃចំនួនទ្រង់ទ្រាយធំជាបន្តបន្ទាប់ចាប់តាំងពីសង្គ្រាមស៊ីវិលនៅស៊ីរីដ៏រ៉ាំរ៉ៃរហូតដល់ការឈ្លានពាននៅអ៊ុយក្រែនហើយជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ដូចជាការផ្ទុះចំនួនព្រំដែនរវាងកម្ពុជាថៃនេះវាបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ UN ត្រូវបានធ្លាក់ចុះកាន់តែខ្លាំងឡើងបច្ចុប្បន្នអង្គការសហប្រជាជាតិហាក់ដូចត្រូវបានគេមើលឃើញថាជាខ្លាគ្មានចង្កូមមួយក្បាលដែលមានសមត្ថភាពត្រឹមតែនៅលើក្រដាសក្នុងការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសឬអំពាវនាវឲ្យបញ្ឈប់អរិភាពណាមួយប៉ុន្តែគ្មានអំណាចសោះឡើយក្នុងការបង្ខំឲ្យមហាអំណាចឬរដ្ឋដែលមានទំនាស់ឲ្យគ្រប់តាមច្បាប់អន្តរជាតិនោះទេដែលការខកចិត្តនេះគឺកើតចេញពីគំនិតខុសគ្នាខ្លាំងពេករវាងមហិច្ឆតានៃធម្មនុញ្ញរបស់ UN និងតថភាពជាក់ស្ដែងដែលថាអំណាចរបស់អង្គការនេះគឺនៅមានកម្រិតយ៉ាងខ្លាំងដែលខាំងដោយផលប្រយោជន៍ជាតិនិងការប្រកួតប្រជែងគ្នារវាងមហាអំណាចពិភពលោកដែលចាប់តាំងតែពីឈានចូលសតវត្សទី21មកសំណួរដដែលមួយបានលេចឡើងក្នុងចិត្តមហាជននិងអ្នកវិភាគជាច្រើនបានចោទឡើងថាតើ UN ជាមហាអង្គការពិភពលោកមួយនេះហេតុអ្វីប្រែក្លាយជាអស់ឥទ្ធិពលនិងអត់ប្រយោជន៍យ៉ាងដូចនេះតាមពិតទៅបញ្ហាមិនស្ថិតនៅលើចេតនាឬបេសកកម្មរបស់ UN នោះទេប៉ុន្តែរចនាសម្ព័ន្ធនិងយន្តការនៃអង្គការនេះតើដែលបំផ្លាញធម៌ពលសឹងតែអស់រលីងរបស់អង្គការមួយនេះហើយយន្តការក្រុមប្រឹក្សាសន្តិសុខ UNSC គឺជាគន្លឹះដ៏ធំបំផុតក្នុងចំណោមស្ថាប័នកំពូលនៃអង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិសុខគឺជាស្ថាប័នដ៏សំខាន់បំផុតមួយរបស់ UN ដែលមានអំណាចក្នុងការអនុម័តសេចក្តីសម្រេចចិត្តរួមទាំងការដាក់ទណ្ឌកម្មនិងការអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធាជាដើមដែលបញ្ហាស្នូលគឺអំណាចវេតូដ៏មានឥទ្ធិឫទ្ធិរបស់សមាជិកអចិន្ត្រៃយ៍ទាំង5រួមមានសហរដ្ឋអាមេរិកចិនរុស្ស៊ីបារាំងនិងចក្រភពអង់គ្លេសដែលប្រទេសនីមួយៗអាចប្រើប្រាស់សិទ្ធិវេតូដើម្បីទប់ស្កាត់រាល់សេចក្តីសម្រេចចិត្តសំខាន់ៗទោះបីជាមានការគាំទ្រពីសមាជិកដទៃភាគច្រើនលើសលប់យ៉ាងណាក៏ដោយភាពអត់ប្រយោជន៍របស់ក្រុមប្រឹក្សាសន្តិសុខបានលេចឡើងយ៉ាងច្បាស់ក្រឡែតគឺឲ្យតែពេលអ្នកដែលចំនួនណាដែលកើតឡើងជាប់ពាក់ព័ន្ធជាមួយនឹងមហាអំណាចណាមួយក្នុងចំណោម5យន្តការអនុវត្តសន្តិសុខរបស់ UN ក៏ចាប់ផ្ដើមប្រែក្លាយជាអសមត្ថភាពឬងងឹតភ្នែកពីការខ្វិនខ្វងមួយរំពេចជាស្ដែងក្នុងចំនួននៅអ៊ុយក្រែនជាដើមរុស្ស៊ីតែងតែប្រើសិទ្ធិវេតូដើម្បីការពារខ្លួនឯងពីការថ្កោលទោសហើយក្នុងវិបត្តិនៅមជ្ឈិមបូព៌ាអាមេរិកច្រើនតែប្រើប្រាស់អំណាចវេតូនេះដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួនជាពិសេសគឺអ៊ីស្រាអែលជាដរាបរីឯយន្តការមហាសន្និបាតឬហៅកាត់ថា UNGA វិញដែលតំណាងឲ្យរដ្ឋសមាជិកទាំងអស់ប្រមាណ193ប្រទេសមានតួនាទីត្រឹមតែជាវេទិកានៃការពិភាក្សានិងអនុម័តការសម្រេចចិត្តដែលភាគច្រើនគ្រាន់តែជាអនុសាសន៍ដែលគ្មានកាតព្វកិច្ចចាប់ចងផ្នែកច្បាប់នោះឡើយ UNGA អាចបានត្រឹមថ្កោលទោសប្រទេសណាមួយដោយសម្លេងភាគច្រើនប៉ុន្តែគ្មានសោះឡើយនៅយន្តការបង្ខិតបង្ខំឲ្យប្រទេសដែលល្មើសច្បាប់ធ្វើតាមនោះឡើយដែលយន្តការនេះយូរទៅវាមានតួនាទីត្រឹមតែជាអ្នករក្សាសីលធម៌របស់ពិភពលោកតែប៉ុណ្ណោះលើពីនេះកងកម្លាំងរក្សាសន្តិភាពត្រូវបានគេមើលឃើញថាគ្រាន់តែជាកងកម្លាំងសម្រាប់ការសង្កេតការណ៍ច្រើនជាងការបង្ក្រាបដែលយន្តការនេះកំណត់ត្រឹមតែការប្រើប្រាស់កម្លាំងដើម្បីការពារខ្លួនពីការគំរាមកំហែងណាមួយឬអាចការពារត្រឹមតែជនស៊ីវិលប៉ុណ្ណោះដូចជានៅក្នុងករណីអំពើប្រល័យពូជសាសន៍នៅរវ៉ាន់ដាជាដើមកងទ័ព UN ត្រូវបានបង្ខំឲ្យនៅស្ងៀមឬដកថយដែលវាជាភស្តុតាងមួយដែលកំណត់នូវភាពអព្យាក្រឹតរបស់អង្គការសហប្រជាជាតិសង្គ្រាមនៅតាមព្រំដែនកម្ពុជាថៃដែលបន្តិចម្ដងវាបានកំពុងតែប្រែធាតុក្លាយជាសង្គ្រាមឈ្លានពានក្រោមរូបភាពនៃការទាមទារយកដែនដីអធិបតេយ្យភាពនិងការជំរុញមនោសញ្ចេតនាជាតិនិយមជ្រុលហួសហេតុវាបានក្លាយជាឧទាហរណ៍ជាក់ស្ដែងចុងក្រោយបំផុតនៃការបរាជ័យរបស់យន្តការអន្តរជាតិជាពិសេសចំពោះយន្តការក្រុមប្រឹក្សាសន្តិសុខចំពោះការទប់ស្កាត់ជំនួយយោធារវាងរដ្ឋជាសមាជិក
ការប៉ះទង្គិចគ្នាដែលអាវុធបានកើតឡើងដំបូងនៅចុងខែកក្កដានៅតាមតំបន់ព្រំដែនសំខាន់ៗហើយចំនួននេះបានផ្ទុះឡើងកាន់តែខ្លាំងឡើងនៅដើមខែធ្នូឆ្នាំ2025ដោយឈានដល់ការវាយប្រហារដោយការប្រើប្រាស់កាំភ្លើងធំនិងការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកក្នុងចេតនាកំទេចលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពានថ្នល់អគារសាលារៀននិងវត្តអារាមព្រះពុទ្ធសាសនាជាដើមនៅពេលដែលចំនួនផ្ទុះឡើងដល់កម្រិតធ្ងន់ធ្ងររដ្ឋអំណាចកម្ពុជាបានស្វារកអន្តរាគមន៍ពីយន្តការអន្តរជាតិតែទោះជាយ៉ាងណាក៏ដោយដោយទៅនឹងករណីចំនួនដទៃទៀតដែលមិនជាប់ពាក់ព័ន្ធនឹងមហាអំណាចដោយផ្ទាល់ UN បានបង្ហាញពីភាពអសកម្មម្ដងទៀតដែលក្រុមប្រឹក្សាសន្តិសុខមិនអាចចេញសេចក្តីសម្រេចណាមួយដើម្បីបញ្ឈប់ការប្រយុទ្ធភ្លាមឬការដាក់កងកម្លាំងទៅអន្តរាគមន៍នោះឡើយការសម្រេចបានបត់ឈប់បាញ់នៅខែកក្កដានិងកិច្ចព្រមព្រៀងសន្តិភាពនៅខែតុលាគឺជាលទ្ធផលដែលបានមកពីកិច្ចខិតខំប្រឹងប្រែងតាមរយៈការចូលរួមផ្ទាល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកនិងប្រធានអាស៊ានទៅតើដែលនេះបានបង្ហាញឲ្យឃើញថាដំណោះស្រាយជាក់ស្ដែងគឺត្រូវតែពឹងផ្អែកលើការអន្តរាគមន៍ពីមហាអំណាចនិងយន្តការថ្នាក់តំបន់ហើយយន្តការរបស់ UN វិញគឺគ្មានប្រយោជន៍មិនអាចសម្រេចកិច្ចការណាបានសោះនោះឡើយ I ended 7 wars, dealt with the leaders of each and every one of these countries, and never even received a phone call from the United Nations offering to help in finalizing the deal. ដើម្បីយល់ឲ្យច្បាស់ពីភាពខកចិត្តនៅពេលបច្ចុប្បន្នគេត្រូវពិនិត្យមើលពីរបៀបដែលឥទ្ធិពលរបស់ UN បានចុះខ្សោយ UN បានចាប់កំណើតបន្ទាប់ពីបរាជ័យរបស់អង្គការសម្ព័ន្ធប្រជាជាតិឬ League of Nations ហើយអង្គការនេះមានបំណងឲ្យមហាអំណាចចាប់ដៃគ្នារួមទទួលខុសត្រូវលើសន្តិភាពរបស់ពិភពលោកហើយក្នុងយុគសម័យមាសក្រោយសង្គ្រាមលោកលើកទី2 UN មានតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំឡើងវិញនៅសណ្ដាប់ធ្នាប់របស់ពិភពលោកពីអតីតកាល UN ពិតជាមានឥទ្ធិពលខ្លាំងណាស់ក្នុងការជំរុញចលនារបស់ប្រទេសពីនិមនានិគមនិយមនិងការបង្កើតទីភ្នាក់ងារចម្រុះដូចជា UNESCO, WHO និង UNICEF ជាដើមដែលបាននាំមកនូវវឌ្ឍនភាពដ៏ធំធេងចំពោះការអប់រំសុខភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចជាដើមហើយការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាក៏ជាគំរូនៃភាពជោគជ័យតែមួយគត់របស់ UN តាមរយៈកងកម្លាំងអ៊ុនតាក់ដែលជាបេសកកម្មរក្សាសន្តិភាពដ៏ធំបំផុតរបស់អង្គការនេះព្រមទាំងបានពំនាំមកវិញនូវលទ្ធិប្រជាធិបតេយ្យតាមរយៈការជួយរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ1993និងពំនាំមកវិញនូវសន្តិភាពដល់កម្ពុជាបន្ទាប់ពីសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃអស់រយៈពេលជាង20ឆ្នាំទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការដួលរលំទៅនៃសហភាពសូវៀតនិងការឈានចូលដល់សតវត្សទី21ពិភពលោកបានក្លាយជាប្រព័ន្ធពហុប៉ូលខណៈដែលសមាជិកអចិន្ត្រៃយ៍ទាំង5បានបន្តបង្កើនការប្រកួតប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយដែលជាកត្តាញ៉ាំងឲ្យអង្គការនេះមានភាពចុះខ្សោយជាខ្លាំងការងើបមកវិញនៃមហាអំណាចរុស្ស៊ីនិងចិនបានពង្រឹងកម្លាំងពួកគេហើយបានចាប់ផ្ដើមប្រឆាំងនឹងរបៀបវារៈដែលដឹកនាំដោយលោកខាងលិចនៅ UNSC លើពីនេះការវាយប្រហាររបស់អាមេរិកនៅអ៊ីរ៉ាក់កាលពីឆ្នាំ2003ដោយគ្មានការអនុញ្ញាតពីស្ថាប័ន UNSC និងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនគឺជាឧទាហរណ៍ដ៏ខ្លោចផ្សានៃការមើលងាយលើច្បាប់អន្តរជាតិនិងអំណាចរបស់ UN ដែលជាបុព្វហេតុធ្វើឲ្យឥទ្ធិពលនៃអង្គការនេះធ្លាក់ចុះអំណាចនិងប្រជាប្រិយភាពយ៉ាងគំហុកដូច្នេះមតិដែលថាអង្គការសហប្រជាជាតិគឺជាយន្តការដ៏អបប្រយោជន៍គឺបានឆ្លុះបញ្ចាំងយ៉ាងខ្លាំងពីភាពខកចិត្តរបស់មនុស្សជាតិចំពោះការបរាជ័យរបស់ស្ថាប័ននេះក្នុងការទប់ស្កាត់សង្គ្រាមទ្រង់ទ្រាយធំនិងអំពើឃោរឃៅដែលកើតឡើងគង់ជាទីខ្លោចផ្សាហើយបញ្ហាស្នូលវាមិនស្ថិតនៅលើអង្គការទាំងមូលនោះទេប៉ុន្តែវានៅលើក្រុមប្រឹក្សាសន្តិសុខនៃអង្គការមួយនេះដែលត្រូវបានចងភ្ជាប់ដោយមហិទ្ធិឫទ្ធិនៃអំណាចវេតូរបស់មហាអំណាចជាក់ស្ដែងចំនួនកម្ពុជាថៃឆ្នាំ2025នេះបានបញ្ជាក់យ៉ាងច្បាស់ថា UN មិនអាចបង្ខំឲ្យភាគីដែលមានទំនាស់បញ្ឈប់ការប្រយុទ្ធដោយខ្លួនឯងបាននៅឡើយលុះត្រាណាតែមានអន្តរាគមន៍ចេញផ្ទាល់មុខតែម្ដងពីប្រទេសមហាអំណាចប៉ុន្តែទោះបីជាមានភាពចន្លោះប្រហោងខ្លាំងក្នុងវិស័យសន្តិសុខក៏ដោយអង្គការសហប្រជាជាតិនៅតែមានប្រយោជន៍ខ្លាំងដដែលនៅលើផ្នែកមនុស្សធម៌និងការអភិវឌ្ឍដោយសារទីភ្នាក់ងារដូចជា WHO, WFP និង UNHCR នៅតែជាឆ្អឹងខ្នងនៃការជួយសង្គ្រោះជីវិតមនុស្សនិងការអភិវឌ្ឍនៅទូទាំងពិភពលោកក្រៅពីនេះស្ថាប័នដូចជាតុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏នៅតែជាយន្តការចុងក្រោយសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋដដែលអង្គការសហប្រជាជាតិក៏នៅតែជាវេទិកាតែមួយគត់ដែលប្រទេសតូចៗដូចជាកម្ពុជាអាចជួបនិងមានសម្លេងស្មើគ្នាជាមួយនឹងមហាអំណាចពិភពលោកផងដែរដូច្នេះអង្គការនេះ
មិនមែនអត់ប្រយោជន៍ទាំងស្រុងនោះទេប៉ុន្តែវាជាស្ថាប័នដែលមានអំណាចស្ថិតនៅក្នុងដែនកំណត់គឺនៅពេលណាដែលផលប្រយោជន៍របស់មហាអំណាចកំពុងនៅក្នុងហានិភ័យ